Ok nè tụi ngọc này video muốn là dân bàn thuê intro bọt chìm riêng rồi hay năng chẳng nào video này dân chụp đàm mà riệp melody năng chord mình tay ở nhóm bàn riệp rồi chơi chẳng nhóm nào link chun nè này download chẳng nè này ai download bị này telegram mà nhóm bán xong nè này mơ bị youtube nè này ai cho link hàng rong video tới nè download file mùi nè không channel của nhóm này hay ok channel telegram mà nhóm chẳng nè này này ai cho download máu okเรายังจะ download ได้ยังจะการ download สั้นนะเนี่ยโอเคยังจัดเบียด download จังให้สำหรับ iPhone ยังเถินแจบ Android ยังมีวิธีเส้นๆอย่างนี้ไม่นอดมีวิธีแต่ยังมีวิธีต่อปี download จังให้อย่างนี้จังไฟล์จะให้อย่างนี้จัดเสียนี้โอเคไปต่อมาอย่างนี้จัดเบียดหาsave to file ดำไป import melody ยังโจลขนม file SL โอเคจังยังจัดโรกอะไร file SL มาอย่างนี้โอเคไปต่อมายังจัดเบียดหาtext นี่มาจัด save นี่เลย save เลยมาโอเคไปต่อปี save มายังโจมากันfile ว่าเยอะเนี่ยโอเคโจมาขนม file ว่าเยอะยังจัดเนี่ยเวียมีfile แล้วเนี่ยเดี๋ยวได้จัดเวียมาปักมาเวียเปลี่ยเยอะไงโอเคจังไงยังโจขนมการที่ SL มาดำใบเรียบนั่นไงไปต่อไปยังdownload melody ជាមួយនឹង chord រួចរាល់ហើយយើងចូលមកក្នុង SL មកយើងចុចសញ្ញាបូកនេះអ្នកទាំងអស់គ្នាដើម្បីធ្វើជានេះអ្នកនេះបន្ទាប់មកយើងចុច DW sample ចុចកន្លែងហ្នឹងហើយបន្ទាប់មកយើងចុច my file មកហើយសលេងវីដេអូសលេងមុនដែលខ្ញុំបានប្រាប់អ្នកគ្នាសំឡេងដែលខ្ញុំបានប្រាប់អ្នក download ពីមុនហ្នឹងយើងចុចទៅរកfile pick remix 2025នេះមកហើយបន្ទាប់មកយើងចុចពាក្យ instrument ហ្នឹងដើម្បីយើងយក chord សលេង piano អញ្ចឹងយើងយកសលេងនេះចុចនឹងមួយមកអូខេសលេងហ្នឹងវាប៉ុណ្ណឹងអូខេបន្ទាប់មកយើងចុចកន្លែងសលេង piano ចប់យើងចុចពាក្យថា add melody track ហើយបន្ទាប់មកយើងចុចពាក្យថា my file ហើយយើងចុចអានេះ file ដែលយើងបានយកចូលក្នុង SL ហ្នឹងគឺមានអក្សរអញ្ចឹងណា melody book chord អញ្ចឹងយើងចុចលើហ្នឹងមកហើយយើងចុចពាក្យថា chord នេះមានលើ2មាន2ហ្នឹង chord មួយ melody មួយអញ្ចឹងយើងចុចពាក្យកន្លែង chord នេះមកអូខេបន្ទាប់ពីយើងចុចពី chord ហ្នឹងមកហើយអញ្ចឹងចូលមកមើល edit chord ហ្នឹងតិចអូខេអ្នកគ្នាអាចចុចអញ្ចឹងទៅចុចអញ្ចឹងអ្នកនេះថយមកវិញមកហើយតើមកអ្នកទាំងអស់គ្នាចុច add យកមួយទៀតអ្នកគ្នា add មួយទៀតហើយបន្តមកអ្នកនេះចុច DW sample ដដែលទៅរកសំឡេង melody របស់យើងដែរហ្នឹងនេះសំឡេង instrument ណានេះនៅក្នុងនេះដែលខ្ញុំបានដាក់នៅ download នៅពីវីដេអូមុនរួចហើយអញ្ចឹងអ្នកទាំងអស់គ្នាចុចចូលកន្លែងហ្នឹងមកអ្នកគ្នារកសំឡេង melody មួយសំឡេង Nexus នេះឥឡូវខ្ញុំយក Nexus នេះមួយមកហើយយើងចុចអានេះអូខេអញ្ចឹងគឺសំឡេងហ្នឹងគេប្រើច្រើនតើមកយើងចុចដូចមុនសគាត់មកតើមកយើង add melody track file ហើយនៅនេះយើងចុចយក melody ម្ដងអូខេប៉ុណ្ណឹងហើយអ្នកនេះអាចទាញនេះមកដាក់ឲ្យចំនឹង pattern នេះមកហើយលុបអាខ្មៅទុចនេះចោលមកឲ្យវាញ៉ៃអូខេឥឡូវខ្ញុំលុបអាហ្នឹងចេញអូខេបន្តប៉ុណ្ណឹងមកយើងដាក់រៀប chord វា C គ្នានេះកន្លែងនេះដាក់ចំក្របទី4ណាអ្នកនេះដាក់អញ្ចឹងមកនេះដាក់ស្មើគ្នាអញ្ចឹងវា C គ្នាចាំមើលអូខេអញ្ចឹងវាប៉ុណ្ណឹងអ្នកទាំងអស់គ្នាអូខេអញ្ចឹងយើងមិនធ្វើអីទេយើងគ្រាន់តែ copy វាទាំងពីរនេះមកអូសវាដាក់ឲ្យស្មើមកហើយបន្ទាប់មកយើងយកវាដាក់ឲ្យគៀនលុបក៏បានដែរយើងអូសវាឡើងលើចេះដើម្បីឲ្យយើងស្រួលចាប់សលេងវាតោះឥឡូវយើងចាប់កន្លែង chord ធ្លាក់នេះដាក់ត្រឹមកន្លែងសលេងបាសហ្នឹងហ្មងនេះអូសចេះអូខេដាក់ប៉ុណ្ណឹងមកអូខេចាំមើលវាស៊ីគ្នាហើយអញ្ចឹងយើងបន្ថយសលេង chord តិចមកកុំឲ្យលឺពេកហើយយើងចាក់ស្ដាប់មក chord និង melody ស៊ីជាមួយលុបស៊ីជាមួយគ្នាចាំមើលប៉ុណ្ណឹងអ្នកទាំងអស់
គ្នាអញ្ចឹងវីដេអូនេះខ្ញុំបរៀនអ្នក download code ហើយនឹងយកមកដាក់បានហើយសង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើបានអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេយើងជួបគ្នាជាមួយនឹងវីដេអូថ្មីក្នុងការធ្វើបទនឹងបន្តទៀតអូខេបាយបាយ